សំណួរទី1ចូលបញ្ជាក់ពីសេចក្តីនៃពាក្យបណ្ដឹងរដ្ឋបវេនីដើមបណ្ដឹងទាមទារអ្វីខ្លះចម្លើយនៅសេចក្តីបញ្ចប់នៃពាក្យបណ្ដឹងដើមបណ្ដឹងរដ្ឋបវេនីតែងតែទាមទារចេះប្រើពាក្យពេចន៍គួរសមដែលជាទីគោរពចំពោះអ្នកទទួលដោះស្រាយបណ្ដឹងចុះថ្ងៃទីកន្លែងថ្ងៃឆ្នាំសរសេរពាក្យបណ្ដឹងចុះហត្ថលេខាស្នាមមេដៃលើពាក្យបណ្ដឹងប្រសិនបើមានមេធាវីក៏ត្រូវចុះហត្ថលេខានិងបោះត្រាផងដែរបើមានសាក្សីឲ្យសាក្សីផ្តិតមេដៃជាមួយផងកាន់តែប្រសើរសំណួរទី2ចូលលើកឡើងអំពីបុគ្គលរួមគ្នាប្រព្រឹត្តបទល្មើសនិងចូលរួមប្រព្រឹត្តបទល្មើសចម្លើយបទល្មើសតែងតែកើតឡើងពីបុគ្គលប្រព្រឹត្តបទល្មើសខ្លះជនល្មើសប្រព្រឹត្តតែម្នាក់ឯងហៅថាចារីគឺបានប្រព្រឹត្តអំពើគ្រប់លក្ខខណ្ឌនៃកត្តារួមផ្សំបទល្មើសហើយបទល្មើសខ្លះទៀតត្រូវបានប្រព្រឹត្តរួមគ្នាដើម្បីសម្រេចបានបទល្មើសដែលមានការរួមគ្នាប្រព្រឹត្តនោះអាចរួមគ្នាប្រព្រឹត្តជាសហចារីនិងមានការចូលរួមប្រព្រឹត្តពីអ្នកផ្សំគំនិតឬផ្ដើមគំនិតសំណួរទី3ចូលបញ្ជាក់អំពីថេរវេលានៃអាជ្ញាយុកាលបទល្មើសនិងបញ្ជាក់ពីមូលហេតុនាំឲ្យរលត់បណ្ដឹងអាជ្ញាចម្លើយថេរវេលានៃអាជ្ញាយុកាលបទល្មើសមានដូចជាសម្រាប់បទឧក្រិដ្ឋមាន15ឆ្នាំសម្រាប់បទមជ្ឈិមមាន5ឆ្នាំសម្រាប់បទលាហកមាន1ឆ្នាំលើកលែងតែបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិបទឧក្រិដ្ឋប្រល័យពូជសាសន៍និងបទឧក្រិដ្ឋសង្គ្រាមដែលពុំមានអាជ្ញាយុកាលទេមូលហេតុនៃការរំលត់បណ្ដឹងអាជ្ញាមានដូចជាមរណភាពនៃជនល្មើសការផុតអាជ្ញាយុកាលការលើកលែងទោសជាទូទៅការនារាសកនៃច្បាប់ព្រំទាន់អាជ្ញាអស់ជំរំការបើបណ្ដឹងត្រូវអាជ្ញាត្រូវផុតរលត់ហើយការចោទប្រកាន់ខាងព្រំទាន់មិនអាចផ្ដើមបានទៀតទេគឺត្រូវតែបញ្ឈប់សំណួរទី4ចូលលើកឡើងអំពីលក្ខខណ្ឌដែលនាំឲ្យមានស្ថានសម្រាលទោសផ្អែកលើមាត្រា93នៃក្រមព្រហ្មទណ្ឌឆ្នាំ2009បានកំណត់នៅស្ថានសម្រាលទោសបើផ្អែកលើគោលការណ៍ច្បាប់ក្នុងការសម្រេចស្ថានសម្រាលទោសបានភ្ជាប់នៅលក្ខខណ្ឌដូចជាក្នុងក្រមព្រហ្មទណ្ឌថ្មីនេះផ្ដោតយ៉ាងសំខាន់លើកាលៈទេសៈនៃបទល្មើសគឺថាបទល្មើសមួយចំនួនអាចចៅក្រមពិនិត្យទៅលើតាមចរិតនៃការប្រព្រឹត្តបទល្មើសនោះថាកើតកម្រិតនៃអំពើនិងកម្រិតនៃអន្តរាយមានលក្ខណៈដូចម្ដេចបុគ្គលិកលក្ខណៈនៃជនជាប់ចោទ
តម្រូវមានន័យថាចៅក្រមត្រូវពិនិត្យលើតចរិតលក្ខណៈរបស់ជនប្រព្រឹត្តបទល្មើសនោះថាមានលក្ខណៈដូចម្ដេចនៅក្នុងសង្គមលើពីនេះទៀតចៅក្រមក៏អាចផ្ដល់ស្ថានសម្រាប់ទោសឲ្យជនជាប់ចោទផងដែរទោះបីជននោះត្រូវបានប្រកាសថាស្ថិតនៅក្នុងករណីមិនរាងចាលក៏ដោយសំណួរទី5ក្នុងពេលឡោមព័ទ្ធទីកន្លែងកើតហេតុតើមន្ត្រីនគរបាលយុត្តិធម៌ចាំបាច់ត្រូវអនុវត្តការងារអ្វីខ្លះចម្លើយក្នុងពេលឡោមព័ទ្ធទីកន្លែងកើតហេតុមន្ត្រីនគរបាលយុត្តិធម៌ចាំបាច់ត្រូវរាប់ចំនួនអ្នកមានវត្តមានធ្វើអត្តសញ្ញាណកម្មអ្នកទាំងនោះកត់ត្រាមូលហេតុឬអង្គហេតុនៃវត្តមានអ្នកទាំងនោះប្រមូលពួកគេដាក់ក្នុងកន្លែងមួយទីធ្លាថ្នាក់ចណ្ដើរបន្ទប់ដែលមិនតាក់ទងទៅនឹងទីកន្លែងត្រូវពិនិត្យដាក់ពួកគេក្រោមការឃ្លាំមើលហាមពួកគេមិនឲ្យទំនាក់ទំនងគ្នាបុគ្គលសង្ស័យគ្រប់រូបនឹងត្រូវបានធ្វើអចលនកម្មនិងឆែកឆេររាងកាយយ៉ាងហ្មត់ចត់ត្រូវហាមឃាត់មិនឲ្យចូលក្នុងទីកន្លែងអ្នកចង់ដឹងឬចង់ឮអ្នកកាសែតនគរបាលដែលមិនត្រូវបានចូលរួមក្នុងការស៊ើបអង្កេត